ថ្ងៃនេះសូមលើក comment មកអូនលៀបដែលគាត់បាន comment ថាចែធ្វើមិនបានអូនញ៉ាំបានច្រើនចាជំរាបសួរបងនិយាយទៅ comment សួរដូចបងគឺថាមានច្រើនមែនតើប៉ុន្តែដោយសារតែខ្ញុំរវល់ខ្ញុំអត់បានលើក comment របស់បងប្អូនជាច្រើនដែលសួរដេញដល់ចង់ដឹងពីប្រវត្តិកូនបុត្របែបម៉េចបានកូនចេះញ៉ាំបន្លែតាមពីទូចមកដល់ធំអញ្ចឹងណាញ៉ាំបន្លែបានគ្រប់មុខដូចមនុស្សចាស់មើលទៅស្រួលចិញ្ចឹមមើលតអូនរឹងមាំអូនអត់ចេះឈឺចាបងប្អូនដោយសារតែខ្ញុំអត់ប្រសពធ្វើវីដេអូរៀលខ្លីៗឆ្លើយតបទៅពុកម៉ែបងប្អូនត្រឹម1នាទី2នាទីខ្ញុំទម្លាប់តែធ្វើវីដេអូវែងអញ្ចឹងខ្ញុំកម្រនឹងបានលើក comment បងប្អូនបកស្រាយដូចនេះពុកម៉ែបងប្អូនដែលតែងតែ comment សួរចង់ដឹងកន្លងមកហ្នឹងក៏មានការអន់សពន់ចិត្តព្រោះខ្ញុំកំពុងតែរកវិធីបញ្យល់ទៅពុកម៉ែបងប្អូនខ្លីៗបងប្អូនងាយយល់ដោយសារតែបើខ្ញុំរៀបរាប់តាមបែបសាច់រឿងគឺថាវែងណា1ម៉ោង2ម៉ោងមិនអស់ពីសាច់រឿងពីវិធីសាស្ត្រយុទ្ធសាស្ត្រដែលខ្ញុំរៀបចំបែប plan ធ្វើម៉េចឲ្យកូនញ៉ាំបន្លែបានដូចបងប្អូនឃើញជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនដែលតែតាមដានវីដេអូសកម្មភាពម៉ែកូននាងខ្ញុំថ្ងៃនេះផងដែរខ្ញុំអត់បានថតពីរបៀបស្លពីចំអិនអីទេព្រោះមុខម្ហូបនេះខ្ញុំមកវាធ្វើច្រើនសារច្រើនដងហើយអញ្ចឹងតែខ្ញុំចូលប្លង់មកគឺថាកន្លែងកូនបុត្រហ្នឹងអង្គុយហូបបង្ហាញទៅពុកម៉ែបងប្អូនទស្សនាតែម្ដងថ្ងៃនេះខ្ញុំបានស្លម្ជូរផលិតត្រីប្រាបងប្រហុកស្អុយថែមស្លឹកម្រះប្រូឈ្ងុយមួយឡយបងប្អូននិយាយទៅម្លនេះគឺថាជូរជ្រះឆ្ងាញ់ក្លិនឈ្ងុយតែម្ដងកូនវត្តឲ្យតែបានសម្លម្ជូរផលិតឆាផលិតនេះគឺថាហូបបានច្រើនណាស់មិនថាបាយមិនថាសម្លបន្លែទេសម្លឲ្យតែត្រូវចិត្តគឺថាដឹងតែលើកហត់ទាំងចានតែម្ដងអត់ខ្វល់ទេដឹងតែហត់ដែរព្រោះវាមានជាតិឆ្ងាញ់ហ៎អូញ៉ាំប្លុកប្រឡាក់មិនកូនអត់អីទេម៉ាក់មិនអត់អីអូនមានពូប៉ាផាទូប៉ានេះម៉ាក់ញ៉ាំមុនទៅងើទឹកទៅអូខេហើយម៉ាក់ឥឡូវឆ្អែតនោះកូនអេដែរតោះចឹងទៅមុជទឹកណាបាទមុជទឹកឲ្យម៉ាក់ថតទៀតមែនបាទមិនបានចង់ថតកូនម៉ាក់អែនទុកចាំវានៅនឹងឯងម៉ាក់ចូលញូតទឹកមួយអូនចាហើយចង់មិនមូលហេតុឯបានចង់ថតជាមួយនឹងសាប៊ូផាផាអូនចង់ចាធំមុនបានឈើនេះអាំងអើយយើងច្រើនអូខេចាក់ខ្សែទៀតចឹងបាទឥឡូវកវុតញ៉ាំបានឆ្អែតហើយនឹងក៏ចាប់ផ្ដើមនាំកវុតមកមុជទឹកហើយក៏ចង់ចែករំលែកទៅពុកម៉ែបងប្អូនឲ្យមើលទេសភាពហើយមើលពីសមត្ថភាពដែលកវុតអាយុអត់ទាន់4ឆ្នាំទេប៉ុន្តែចេះលឹបទឹកចេះហែលទឹកបដើយអត់ទាន់មានគ្រូឯកទេសខាងហែលទឹកនឹងបង្ហាត់ទេកវុតបើសិនជាកូនអ្នកក្រុងអ្នកបំពេញគេថាចេះហែលទឹកតាំង3ឆ្នាំរាល់ថ្ងៃកវុតប្រើសាប៊ូផាផាបងប្អូនអើយសាប៊ូនេះគឺថាល្អប្រើខ្លាំងណាស់និយាយទៅកវុតតាំងពីប្រើសាប៊ូនឹងមកគឺកាលពី3ខែមុនកូនវុតកោតងោលសក់រៀងដុះតាំងពេកខ្ញុំក៏ជ្រើសរើសយកសាប៊ូផាផាឲ្យកូនវុតយកមកកក់មានណាបងប្អូនអើយកក់បានតែកន្លះខែនឹងកាត់សក់ម្ដងបាទហើយឥឡូវចូលកាត់សក់លើកទី2ម៉ូតសក់ style សក់ឆូតនេះគឺជា style លើកទី2ហើយកក់ទៅគឺដុះសក់លឿនមែនតើណៃក្លិនក្អូបហើយកូនវុតតាំងពីបានសាប៊ូផាផានឹងមកបងប្អូនចេះមួយទឹកដុះខ្លួនដុះអីខ្លួនឯងលូកកលោះកលៀនគៀនគូតគៀនពងហ្នឹងគឺថាដុះខ្ទេចខ្ទីអស់ហើយចេះដុសតាំងមុខតាំងផ្ពាល់ឲ្យបងប្អូនឃើញអញ្ចឹងណាធម្មតាក្មេងតែគេស្រឡាញ់អីគេពេញចិត្តអីគេមានដងខាងអីគេខាងហ្នឹងហើយយើងជាម្ដាយចាំតែសង្កេតមើលទៅបើខុសក៏តម្រង់បើត្រូវហ្នឹងក៏ដើរពីក្រោយជាប់កូនរហូតទៅតាមចិត្តកូនតែបើថាខុសតាមកាលជាម្ដាយហ្នឹងពុតឲ្យវាត្រូវមកវិញភ្លាមកុំឲ្យវានៅយូរនៅរឹងតិចពុតលេងបានហើយកូនវុតមានទេពកោសលរឿងឡាប់ទឹកហែលទឹកបងប្អូនអើយអត់ទាន់4ឆ្នាំទេណាថ្ងៃទី2ខែ5អាទិត្យជាងទៀតហ្នឹងគឺបាន4ខួបប៉ុន្តែឥឡូវគឺថាចាប់ផ្ដើមចេះឡាប់ទឹកហែលទឹកបដើខ្ញុំទើបតែចាប់ផ្ដើមឲ្យកូនវុតហ្នឹងមកលេងទឹកទំនប់មុជទឹកមួយខ្ញុំហ្នឹងបានប្រហែលជាសរុបទៅបានប្រហែលជា10ដងចាបងប្អូនប៉ុន្តែគឺចេះហែលទឹកចេះឡាប់ទឹកចេះអត់ដង្ហើមនៅក្នុងទឹកដូចបងប្អូនឃើញអញ្ចឹងណាចេះឡាប់ទឹកផ្លុំឲ្យពពុះខ្ជុលឡាប់ទឹកជ្រៅក៏ចេះទឹករយៈក៏ចេះមែនតែនទៅគឺខ្ញុំបារម្ភវិញណាបងប្អូនបារម្ភខ្លាចថ្ងៃដែលខ្ញុំអត់នៅហើយវាមកតាមក្មេងៗគ្នាវាណាវាហ៊ានដោយសារក្មេងនេះគឺវាអត់ខ្លាចអីទាំងអស់ចាញ់ជែកតកែពោះជាពិសេសជីងចក់ខ្ញុំខ្លាចអីវ៉ាន់វាចាប់មកបន្លាចខ្ញុំលោកអើយខ្ញុំខ្លាចណាស់ជីងចក់តាវអ៊ុយក្រែននេះគឺថាអត់ខ្លាចអីទាំងអស់ឃើញសัตว์ចម្លែកគួរព្រឺបាសរោមយ៉ាងម៉េចក៏អាវុធធម្មតាវាមានតែដេញចាប់រាល់ថ្ងៃនេះគឺខ្លាចតែមកប៉ុណ្ណឹងឯងរាល់ថ្ងៃនេះបានអត់ហ៊ានតាណាឆ្ងាយពីអាវុធអ៊ុយក្រែនទេដោយសារតែវាអត់ខ្លាចទាំងអស់តែម្ដងបងប្អូនជាក់ស្ដែងដូចទឹកនឹងចឹងប្របួលខ្ញុំតែទឹកជ្រៅទេនឹងដើរហ្នឹង